នៅក្នុងវីដេអូនេះខ្ញុំនឹងផ្ដោតទៅលើលំហាត់ sentence completion មុននឹងចាប់ផ្ដើមធ្វើលំហាត់នេះយើងត្រូវមើលប្រធានបទ instruction គេសិនគេចង់បានអីគេប្រភេទថា no more than 2 words នៅពេលដែលយើងបំពេញអត់អាចដាក់លើសពី2ពាក្យបានទេហើយចាំថានៅក្នុងអត្ថបទហើយនៅក្នុងសំណួរនៃវាដូចគ្នាតែគេប្រើពាក្យពេចន៍ខុសគ្នាឬក៏អាចនិយាយថា paraphrase ចឹងទៅសំណួរទី1ជាទូទៅអាចជាសំណួរស្រួលទី1 Edison invented the first in 1879 sorry ចឹងយើងមើលនៅលើអត្ថបទនៅឆ្នាំ1874 Edison នឹង invent គេ invented the first practical electric light bulb ទោះបីគេប្រើពាក្យ electric light bulb ប៉ុន្តែគេចង់បានតែពីរពាក្យទេចឹងអ្នកនរគ្នាដាក់បានតែត្រឹម light bulb ដែលជាពាក្យបង្គោលទេ ULB សំណួរទី2 His bulb used a filament ចឹងយើងមើលនៅក្នុងអត្ថបទ His design used a carbon filament ដូចគ្នាតែគេប្រើពាក្យ carbon នៅពីមុខចឹងចម្លើយគឺ carbon filament ចឹងយើងអាចបំពេញនៅក្នុង clear របស់យើងទី2 carbon លេខ3 The light bulb allowed people to work after នៅក្នុងអត្ថបទ This invention transformed daily life allowing people to work and socialize after sunset ន័យវាពីរហ្នឹងគឺដូចគ្នាប៉ុន្តែនៅក្នុងសំណួរគេធ្វើវាឲ្យខ្លីតែន័យវាតែមួយទេអញ្ចឹងចម្លើយនៅកន្លែងហ្នឹងគឺ after បន្ទាប់ពី sunset យើងត្រូវមើលថ្នាក់ពាក្យដែរមក sunset ជានាម after យើងនៅខាងក្រោយថ្នាក់យើងអាចមានកន្សំនាមឬក៏verbs ing អញ្ចឹងទៅអញ្ចឹងគួរតែ sunset ជានាមដូចគ្នាលេខ4 factories became safer because they could operate became safer because they could operate ហ្នឹងគឺដំណើរការតែយើងមើលនៅអត្ថបទគេប្រើពាក្យ operate គេប្រើពាក្យថា they could now run machine at night តែ machine at night ហ្នឹងគឺ operate ហ្នឹងហើយទាំងអស់គ្នាតែគេប្រើពាក្យដូចគ្នាដែលខ្ញុំនិយាយថា paraphrase ពីដើមហ្នឹងណាអញ្ចឹងគួរតែ operate at night អូខេអញ្ចឹងទី1ហ្នឹងចប់ត្រឹមហ្នឹងសូមចូលអត្ថបទទី2យើងមើលដូចគ្នាថាសំណួរគេចង់បានអីហាមបំពេញលើសពី2ពាក្យលេខ5 Mount Everest 10 meter high កន្លែងហ្នឹងកន្លឹះគឺគេដាក់ពាក្យ meter កន្លែងហ្នឹងគេចង់ដឹងថាប្រហែលម៉ែត្រហើយ meter ហ្នឹងគឺម៉ែត្រប្រហែលម៉ែត្រអញ្ចឹងយើងមើលនៅលើអត្ថបទ Mount Everest where the world's tallest peak rises នេះគឺ stand នេះគឺ rises 8,848 meter 8848ម៉ែត្រចឹងថ្ងៃនេះយើងទៅបំពេញ8848ទី6 climbers face dangers such as avalanches and អីគេចឹងនៅក្នុងអត្ថបទយើងមើលគេប្រើពាក្យ harsh weather thin air avalanches make ascent គឺឡើងភ្នំ extremely dangerous ចឹងយើងឃើញហើយយើងត្រូវ pick ពីរចំណុចដែលខ្លាំង avalanches and harsh weather មួយនេះ harsh weather ហ្នឹងគឺអាកាសធាតុអាក្រក់ខ្លាំងអាកាសធាតុអាក្រក់ខ្លាំងលេខ7 The mountain was first climbed and successfully in ដែល in ហ្នឹងគឺតាមម៉ាក់ទុកគឺគេរកឆ្នាំអញ្ចឹងនៅក្នុងអត្ថបទ The first successful climb was achieved in 1953 sorry this one ចឹងយើងទៅបំពេញលេខដូចគ្នា1953នៅក្នុងអត្ថបទកតុយនេះគេប្រើពាក្យHillary Edmund Hillary of New Zealand and Tenzing Norgay ជាឈ្មោះហ្នឹងណាហើយអ្នកនេះគាត់យកស្គាល់គាត់ទេតែគេដាក់បញ្យលគេដាក់ខមគេបញ្យល a shepherd from Nepal នេះគេសួរថាតើNorgay ហ្នឹងគាត់មកពីណាយើងឃើញនៅក្នុងអត្ថបទđấyគឺមកពី Nepal យើងអាចឃើញចម្លើយនៅលើនឹងតែម្ដងនិយាយរួមហើយតែប្រយ័ត្នទេពេលសរសេរខុសតែមួយអក្សរក៏ខុសដែរអត្ថបទចុងក្រោយមើលសំណួរដូចគ្នា no more than 2 words The Amazon rainforest supply a large share of the world's អីគេយើងមើលនៅក្នុងអត្ថបទ The Amazon rainforest produce around 20% of the world's oxygen តែខ្លះក៏អាចគេថា20%ហ្នឹងគេថាច្រើនណាស់នៅក្នុងអាកាសធាតុ20%ហ្នឹងគឺចាត់ទុកថាច្រើនហើយអញ្ចឹងគេប្រើពាក្យ large share ឡើយនេះគេប្រើពាក្យ20% 20%អញ្ចឹងឡើយនេះគឺទៅ oxygen លេខ10 deforestation គឺការកាប់បំផ្លាញព្រៃឈើ is caused mainly by farming and យើងមើលនៅក្នុងអត្ថបទដូចគ្នា Skim Chamakomet is home to million species of plant many of which are still discovered however deforestation sorry អ្នកនេះដក clean នេះទៅដោយសារតែកំហុសបច្ចេកទេសកន្លែងហ្នឹង deforestation caused by logging and farming threaten this ecosystem យើងឃើញហើយ logging and farming កន្លែងនេះ
farming cái đãi của ta logging